ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនដំបូងសម្រាប់ចែកម្លែកដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលអត់ចេះសោះអញ្ចឹងដើម្បីរៀនភាសាកូរ៉េបងប្អូនត្រូវតែស្គាល់នៅស្រៈនិងព្យញ្ជនៈនៅក្នុងភាសាកូរ៉េបាទហើយថ្ងៃនេះផងដែរខ្ញុំលើកយកព្យញ្ជនៈហើយនិងស្រៈនៅក្នុងភាសាកូរ៉េដើម្បីមកចែកម្លែកដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យចេះអានហើយនិងចេះសរសេរព្យញ្ជនៈទី1គឺព្យញ្ជនៈ Kiok Kiok បាទ Kiok គេទាញពីលើច្រកកោមពីឆ្វេងទៅស្ដាំអញ្ចឹងបងប្អូន Kiok ស្មើនឹងអក្សរកនៅពេលដែលវានៅមុខគេវាចេញខ្យល់ខនៅពេលដែលវានៅឈរលេខរៀងទី2វាចេញខ្យល់កធម្មតាបងប្អូនទាំងអស់គ្នាឧទាហរណ៍ Kaku បាទនៅមុខគេអានខ្យល់ខខានៅទី2គេអានកគូខាគូទី2ខូគីបាទវានៅមុខគេអានថាខូនៅទី2ចេញខ្យល់គីធម្មតាខូគីបាទហើយព្យញ្ជនៈទី2គឺអក្សរនីអ៊ឺនបាទគេទាញពីលើចុះក្រោមពីឆ្វេងទៅស្ដាំដូចគ្នាបងប្អូនហើយនីអ៊ឺននេះនៅក្នុងអក្សរខ្មែរស្មើនឹងអក្សរណឬក៏អក្សរណបាទឧទាហរណ៍ពាក្យនូណាបាទនូណានេះបងប្អូនស្មើនឹងបងស្រីហើយពាក្យទី2អម៉នីអញ្ចឹងអក្សរនីអ៊ឺននេះទោះបីជាវានៅមុខឬក៏នៅក្រោយក៏អត់មានប្រែប្រួលទៅណាដែរវាប្រែប្រួលទៅតាមស្រៈបងប្អូនអរគ្នាបូកនឹងស្រៈអីចេញខ្យល់ហ្នឹងហើយព្យញ្ជនៈទី3គឺអក្សរធីគឺតបាទធីគឺតនេះនៅពេលដែលវានៅមុខគេចេញខ្យល់ថឬក៏ថប៉ុន្តែនៅពេលដែលវានៅឈរចាប់ពីលេខរៀងទី2ឡើងទៅវានៅក្រោយបន្ទាប់ពីខាងមុខហ្នឹងគឺវាចេញខ្យល់ដអញ្ចឹងឧទាហរណ៍ថារីនៅមុខគេវាចេញខ្យល់ថថារីបាទខ្ញុំឧទាហរណ៍ឲ្យមើលមួយទៀតគីដូអញ្ចឹងវានៅលេខរៀងទី2នេះវាចេញខ្យល់ដធម្មតាបងប្អូនអរគ្នាគីដូអញ្ចឹងខ្ញុំទៅព្យញ្ជនៈបន្ទាប់គឺព្យញ្ជនៈរីអ៊ឺលបាទអក្សររីអ៊ឺលនេះនៅពេលដែលវានៅលើវាអាចនឹងចេញខ្យល់ឡផងនិងរផងបាទប៉ុន្តែនៅពេលដែលវានៅក្រោមគឺចេញខ្យល់ឡបាទឧទាហរណ៍រ៉ាឌីអូបាទរ៉ាឌីអូវានៅមុខគេហើយវានៅលើអត់មាននៅក្រោមទេចេញខ្យល់រ៉ាធម្មតាបងប្អូនគ្នាហើយឧទាហរណ៍ទី2សាល់បាទវានៅក្រោមគេអញ្ចឹងវាចេញខ្យល់ឡបងប្អូនអរគ្នាសាល់អញ្ចឹងរីអ៊ឺលពេលនៅពីក្រោមគេគឺវាចេញសំឡេងទៅជាឡវិញបងប្អូនអរគ្នាបាទអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយឥឡូវខ្ញុំទៅអក្សរបន្ទាប់គឺអក្សរមីអ៊ឹមនៅក្នុងភាសាខ្មែរគឺស្មើនឹងអក្សរម៉បាទមីអ៊ឹមពីឧទាហរណ៍ណាមូបាទណាមូមីអ៊ឹមនេះនៅពេលដែលបូកជាមួយនឹងស្រៈអ៊ូមូណាមូឧទាហរណ៍ទី2ម៉ូគីបាទម៉ូគីបាទហើយអក្សរបន្ទាប់គឺអក្សរប៊ីអ៊ឹបនេះគឺនៅក្នុងភាសាខ្មែរស្មើនឹងអក្សរផហើយនឹងអក្សរបនៅពេលដែលវានៅមុខគេគឺស្មើនឹងអក្សរផបាទឧទាហរណ៍ផាជី
ផាជីបាទផាជីនៅខាងមុខគេនេះអក្សរនៅខាងមុខគេចេញខ្យល់ផបងប្អូនអរគ្នាផាជីបាទខោហើយនៅពេលដែលវានៅក្រោយគេឬក៏នៅចាប់ពី2ឡើងទៅចាប់ពីលេខរៀងទី2ឡើងទៅវាចេញខ្យល់បធម្មតាបងប្អូនឧទាហរណ៍ណាប៊ីបាទមានអំបៅណាប៊ីវាចេញខ្យល់បបងប្អូនអរគ្នាអញ្ចឹងប៊ីអឹបនៅក្នុងភាសាខ្មែរគឺស្មើនឹងអក្សរផនិងអក្សរបបាទអញ្ចឹងយើងទៅជំនាញបន្ទាប់ទៀតស៊ីអ៊ុតបាទអក្សរស៊ីអ៊ុតនេះនៅក្នុងភាសាខ្មែរយើងនៅពេលដែលវានៅលើស្មើនឹងអក្សរសប៉ុន្តែនៅពេលដែលវានៅក្រោមស្មើនឹងអក្សរតបាទអញ្ចឹងខ្ញុំឧទាហរណ៍ពីរឲ្យមើលសូរីបាទវានៅលើធម្មតាស្មើនឹងអក្សរសថាសតបាទនៅពេលដែលវានៅក្រោមគេអញ្ចឹងគេហៅថាផាត់ឈីមអញ្ចឹងវាប្រែប្រួលទៅជាអក្សរតបងប្អូនអរគ្នាថាសតបាទលេខ5ហើយព្យញ្ជនៈបន្ទាប់ទៀតគឺអក្សរអ៊ីអ៊ឹងបាទអក្សរអ៊ីអ៊ឹងនៅពេលដែលវានៅខាងលើធម្មតាវាស្មើនឹងអក្សរអតែនៅពេលដែលវានៅជាផាត់ឈីមនៅខាងក្រោមគេហ្នឹងវាស្មើនឹងអក្សរងបងប្អូនអរគ្នាឧទាហរណ៍ OE បាទ OE ហ្នឹងគឺវានៅខាងលើស្មើនឹងអក្សរអធម្មតាបងប្អូនអរគ្នាបាទឧទាហរណ៍ទី2អ៊ឹងតាប់អញ្ចឹងខាងលើអក្សរអខាងក្រោមអក្សរងអ៊ឹងតាប់បាទអញ្ចឹងគឺអក្សរកូរ៉េងាយស្រួលយល់សំខាន់បងប្អូនអរគ្នាអាសាសរសេរហើយនឹងឧស្សាហ៍អានដើម្បីឆាប់ចាំបងប្អូនអរគ្នាហើយជញ្ជាក់បន្ទាប់គឺអក្សរជីអ៊ឺតស្មើនឹងអក្សរចប៉ុន្តែវានៅមុខគេវាចេញខ្យល់ឆដែរបងប្អូនអរគ្នាឧទាហរណ៍ឈីគូបាទឈីគូបាទវានៅមុខគេវាចេញខ្យល់ឆដែរបងប្អូនអរគ្នាឈីគូប៉ុន្តែនៅពេលដែលវានៅក្រោយគេឬក៏ចាប់ពីស្រៈលេខរៀងទី2ឡើងទៅវាចេញខ្យល់ចធម្មតាបងប្អូនអរគ្នាឧទាហរណ៍ឆាជូបាទអញ្ចឹងវាចេញខ្យល់ជូនេះបងប្អូនអរគ្នាជូឆាជូបាទហើយរបៀបសរសេរគឺខ្ញុំដាក់នៅលើអេក្រង់ឲ្យបងប្អូនអរគ្នាបាទហើយព្យញ្ជនៈបន្ទាប់គឺអក្សរឈីអ៊ឺតស្មើនឹងអក្សរឆបាទឈីអ៊ឺតនៅក្នុងភាសាខ្មែរយើងគឺស្មើនឹងអក្សរឆឈីជឺបងប្អូនអរគ្នាគីឆាអញ្ចឹងវានៅមុខក៏ឆខាងក្រៅក៏ឆហើយព្យញ្ជនៈបន្ទាប់គឺអក្សរខីអ៊ឺតបងប្អូនអរគ្នាស្មើនឹងអក្សរខបាទខនេះគឺអត់មានទៅជាកវិញទេគឺខ្យល់ខហ្មងបងប្អូនអរគ្នាឧទាហរណ៍ទី1គឺខាទឺបាទកាតបងប្អូនអរគ្នាទី2ខូបាទខដាក់ស្រៈអូខបងប្អូនអរគ្នាវាស្មើនឹងអក្សរខនៅក្នុងភាសាខ្មែរបាទហើយព្យញ្ជនៈបន្ទាប់គឺអក្សរភីអ៊ឹបគឺវាស្មើនឹងអក្សរផនៅក្នុងភាសាខ្មែរបងប្អូនអរគ្នាទោះបីជាវានៅមុខក៏ទោះបីជាវានៅមុខឬក៏នៅក្រោយក៏វាស្មើនឹងអក្សរផដែរបងប្អូនអរគ្នាបាទឧទាហរណ៍ទី1ផូដូបាទតំពាំងបាយជូភីអាណូបាទភីអាណូហើយអក្សរមុនអក្សរភីអ៊ឹបនេះគឺអក្សរធីអ៊ឺតបងប្អូនអរគ្នាតែខ្ញុំភ្លេចថតគឺស្មើនឹងអក្សរថហើយនឹងអក្សរថឧទាហរណ៍ថូម៉ាថូបាទថូម៉ាថូគឺផ្លែប៉េងប៉ោះបងប្អូនអរគ្នាបាទអញ្ចឹងអក្សរចុងក្រោយគេគឺអក្សរហ៊ីអ៊ឺតវាស្មើនឹងអក្សរហបងប្អូនអរគ្នាបាទឧទាហរណ៍ហាម៉ាហាំអញ្ចឹងព្យញ្ជនៈវាមានតែមកប៉ុណ្ណឹងតួទេបងប្អូនអរគ្នាហើយ
នៅពេលដែលសាំងរបស់វាមាន5ទៀតដែរគឺសាំងខីយ៉កស្មើនឹងអក្សរកបងប្អូនអរគ្នាគឺវាមាន2ជាប់គ្នាអញ្ចឹងសាំងខីយ៉កវាស្មើនឹងអក្សរកឧទាហរណ៍កូម៉ាឧទាហរណ៍ទី2ធូគីបាទវាស្មើនឹងអក្សរកបងប្អូនអរគ្នាទោះបីជាវានៅមុខឬក៏នៅក្រោយក៏ដោយទោះបីជាវានៅក្រោមក៏ស្មើនឹងអក្សរកដែរបងប្អូនអរគ្នាបាទបញ្ជាអ្នកបន្ទាប់គឺសាំងធីគឹតស្មើនឹងអក្សរតបងប្អូនអរគ្នាបាទឧទាហរណ៍ទីហរីទីបាទអញ្ចឹងវាស្មើនឹងអក្សរតបងប្អូនអរគ្នាហើយបញ្ជាអ្នកសាំងបន្ទាប់គឺសាំងភីអឺបស្មើនឹងអក្សរពអាប៉ាបាទអាប៉ាយេពឺដាស្អាតបាទហើយចំពោះសាំងបន្ទាប់គឺសាំងស៊ីអ៊ុតស្មើនឹងអក្សរសប៉ុន្តែនៅពេលដែលវានៅក្រោមជាផាត់ឈីមស្មើនឹងអក្សរតបងប្អូនអរគ្នាប៉ុន្តែសាំងនេះសាំងទាំងអស់ត្រូវតែអានសំឡេងខ្លាំងបងប្អូនអរគ្នាសាំងណាក៏ដោយឲ្យតែមានសាំង2ជាប់គ្នាហ្នឹងប៉ុន្តែនៅពេលដែលអត់សាំងយើងអានធម្មតាឧទាហរណ៍សាចុះសដាក់សាសាធម្មតាប៉ុន្តែនៅពេលដែលសាំងវានេះប៉ះជាមួយសាគឺអានឲ្យខ្លាំងបងប្អូនអរគ្នាសាបាទអញ្ចឹងគេសង្កត់សំឡេងនៅពេលដែលសាំងវាប៉ះជាមួយស្រៈបាទសាំងស៊ីអ៊ុតនៅខាងលើស្មើនឹងអក្សរសខាងក្រោមស្មើនឹងអក្សរតបងប្អូនអរគ្នាឧទាហរណ៍ស៊ឺគីអ៊ីតាអញ្ចឹងបងប្អូនចំណាំតែនៅខាងលើវាស្មើនឹងអក្សរសខាងក្រោមស្មើនឹងអក្សរតមកប៉ុណ្ណឹងទៅបានហើយហើយចំពោះសាំងចុងក្រោយគេគឺសាំងជីអ៊ឺតនឹងស្មើនឹងអក្សរចបងប្អូនអរគ្នាបាទឧទាហរណ៍ចាដាបាទគឺអានខ្លាំងជាងធម្មតាចាដាប្រៃឧទាហរណ៍ទី2ជីកែបាទជីកែនេះគឺវាអានខ្លាំងជាងអក្សរចធម្មតាបងប្អូនអរគ្នាហើយជនជាអ្នកទាំងអស់គឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយខ្ញុំនឹងតទៅស្រៈម្ដងបងប្អូនអរគ្នាស្រៈនៅក្នុងភាសាកូរ៉េ